រសៀលថ្ងៃទី18ខែសីហាឆ្នាំ2026ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលដឹកនាំដោយឯកឧត្តមហសុមករាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាតំណាងឯកឧត្តមគួចចម្រើនបានចុះនាំយកសារសួរសុខទុក្ខនិងអំណោយមនុស្សធម៌ទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពកុមាររងគ្រោះដោយសារគ្រោះថ្នាក់លង់ទឹកនៅឃុំភូមិធំស្រុកគៀនស្វាយខេត្តកណ្ដាលហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងកាលពីថ្ងៃទី15ខែសីហានៅចំណុចកំពង់ដរភូមិកោះប្រាក់ដែលបណ្ដាលឲ្យកុមារ3នាក់លង់ទឹកស្លាប់ដោយបច្ចុប្បន្នអាជ្ញាធររកឃើញសាកសពចំនួន2នាក់និងកំពុងបន្តរាវរកសាកសពម្នាក់ទៀតដើម្បីជួយសម្រាលបន្ទុកគ្រួសារសពប្រតិភូសាខាបានឧបត្ថម្ភដល់គ្រួសារនីមួយៗនៅអង្ករ50គីឡូក្រាមមី2កេសទឹកសុទ្ធ5កេសទឹកត្រី2យួរទឹកស៊ីអ៊ីវ2យួរត្រីខ2យួរនិងថវិកាចំនួន50,000រៀលនៅក្នុងឱកាសនោះដែរតំណាងប្រតិភូសាខាបានអំពាវនាវនឹងក្រើនរំលឹកយ៉ាងទទូចទៅដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងតាមដានមើលថែកូនចៅតូចៗឲ្យបានដិតដល់ដោយជៀសវាងការបណ្តែតបណ្តោយឲ្យទៅលេងទឹកទន្លេទឹកព្រែកទឹកស្ទឹងឬបឹងបួរកំឡុងពេលដែលទឹកកំពុងហក់ឡើងខ្លាំងនារដូវវស្សានេះដើម្បីការពារកុំឲ្យគ្រោះថ្នាក់ដែលមានស្ថានភាពបែបនេះកើតឡើងបន្តទៀត